มนิเตียนจิตดอกเพียบุญเรื่องตุกตะบรอសេចក្តីជ្រះថ្លាជាមេបណ្ដុះសម្បត្តិលោកីនិងលោកបតរៈក្នុងការដែលកន្លងទៅហើយព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈមានព្រះខៃណាសព 2000 អង្គជាបរិវារស្ដេចយាងទៅកាន់ក្រុងពេរិណសីមនុស្សទាំងឡាយបានកំណត់ធនធានតាមកម្លាំងខ្លួនចូលគ្នា8នាក់ខ្លះ10នាក់ខ្លះថ្វាយអាគារកន្តកទានជាដើមថ្ងៃមួយក្នុងទីបំផុតផុតកិច្ចព្រះសាសនាធ្វើអនុមោទនាថាឧបាសកឧបាសិកាទាំងឡាយបុគ្គលមួយពួកក្នុងលោកនេះឲ្យទានដោយខ្លួនឯងមិនបបួលអ្នកដទៃបុគ្គលនោះបានតែភោគសម្បត្តិមិនបានបរិវារសម្បត្តិក្នុងទីដែលកើតហើយទេបុគ្គលមួយពួកនេះបបួលគេធ្វើទានតែខ្លួនឯងមិនធ្វើបុគ្គលនោះបានតែបរិវារសម្បត្តិទេឥតបានភោគសម្បត្តិឡើយបុគ្គលមួយពួកទៀតខ្លួនឯងក៏មិនបានឲ្យទាំងមិនបានបបួលអ្នកដទៃផងបុគ្គលនោះទៅកើតក្នុងទីណាភោគសម្បត្តិក៏គ្មានបរិវារសម្បត្តិក៏គ្មានជាអ្នករស់នៅដោយការស៊ីវត្ថុជាសំណល់គេបុគ្គលមួយពួកទៀតឲ្យទានខ្លួនឯងផងបបួលអ្នកដទៃផងបុគ្គលនោះកើតក្នុងទីណារមែងបានភោគសម្បត្តិផងបរិវារសម្បត្តិផងបណ្ឌិតបរោះម្នាក់អង្គុយស្ដាប់ធម៌ក្បែរទីនោះគិតថាអញនឹងធ្វើឲ្យបានសម្បត្តិទាំងពីរយ៉ាងនេះទៅថ្វាយបង្គំព្រះសាសនាទូថាបបិទ្ធព្រះអង្គដ៏ចម្រើនថ្ងៃស្អែកនេះសូមទ្រង់ទទួលភិក្ខាបាយរបស់ខ្ញុំព្រះអង្គព្រះសាសនាត្រាស់ថាអ្នកត្រូវការដោយភិក្ខុប៉ុន្មានបបិទ្ធព្រះអង្គបរិវារទ្រង់មានប៉ុន្មានមាន 2000 រូបសូមនិមន្តទាំងអស់ព្រះសាសនាក៏ព្រមទទួលបរោះចូលទៅក្នុងស្រុកស្រែកអំពាវនាវថាបបិទ្ធលោកអ្នកទាំងឡាយខ្ញុំបាននិមន្តព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានមកទទួលផាត់ក្នុងថ្ងៃស្អែកលោកអ្នកទាំងឡាយត្រូវការភិក្ខុប៉ុន្មានអង្គសូមចាត់ចែងទានប្រគេនតាមពពអធិស្ឋានចុះមនុស្សទាំងឡាយក៏ទទួលថាយើងឲ្យដល់ភិក្ខុ10អង្គ20អង្គ30អង្គ100អង្គខ្លះទៀត500អង្គទើបបរោះបណ្ឌិតនោះស្រង់ឈ្មោះចុះក្នុងបញ្ជីក្នុងនគរនោះមានបរិសម្នាក់ដែលជនទាំងឡាយស្គាល់ឈ្មោះថាមហាក្រណាស់បណ្ឌិតបរិសបានឃើញអ្នកមហាក្រនោះមកដល់ចំពោះមុខខ្លួនពោលបបួលថាអ្នកមហាក្រណាស់អ្នកមហាក្រសម្លាញ់ខ្ញុំបាននិមន្តព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានមកទទួលផាត់នាថ្ងៃស្អែកតាមអ្នកត្រូវការភិក្ខុប៉ុន្មានអង្គខ្ញុំប្រណាស់បានចោកព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹកនឹងឲ្យទានយ៉ាងម៉េចបានទុកឲ្យអ្នកមានទ្រព្យគេឲ្យចុះបណ្ឌិតបរោះជាមនុស្សឆ្លាតក្នុងការបបួលទុកជាលើពាក្យថាគ្មានហើយក៏នៅតែមិនស្ងៀមចេះតែពោលបបួលថាអ្នកមហាកោសម្លាញ់ជនច្រើនក្នុងនគរនេះបរិភោគភោជនល្អស្លៀកពាក់ល្អស្រស់បោះដោយលើដំណេកមានសេរីសោយសម្បត្តិផ្លែកតែសម្លាញ់ស៊ីឈ្នួលជួលពាត់គេរាល់ថ្ងៃនៅត្អូញត្អែថាស៊ីមិនគ្រប់គ្រាន់ប្រហែលជាអ្នកមិនដឹងទេថាកាលពីដើមអញគ្មានបានឲ្យទានសោះទេឬខ្ញុំក៏មិនដឹងយ៉ាងនេះដែរកាលបើដូច្នោះម្ដេចអ្នកមិនធ្វើបុណ្យក្នុងពេលនេះអ្នកជាមនុស្សកំឡោះមានកម្លាំងពាក់លាំងគ្រប់គ្រាន់ស៊ីឈ្នួលគេហើយយកកម្រៃនោះមកធ្វើបុណ្យមិនគួរឬអ្នកមហាកោបណ្ឌិតនោះនិយាយយ៉ាងនេះរឿយក៏កើតសេចក្តីសង្វេគហើយព្រមទទួលភិក្ខុមួយអង្គឲ្យឆាន់ក្នុងថ្ងៃស្អែកទើបត្រឡប់ទៅផ្ទះប្រាប់ភរិយាថាណែនាងអ្នកនគរគេធ្វើផាត់ប្រគេនព្រះសង្ឃថ្ងៃស្អែកនេះអញមានបរិមម្នាក់មកបបួលថាចូលអ្នកឲ្យផាត់ដល់ភិក្ខុមួយអង្គទៅយើងនឹងចាត់ចែងផាត់ប្រគេនភិក្ខុមួយអង្គក្នុងថ្ងៃស្អែកនេះឯភរិយាមិនបានពោលថាយើងជាអ្នកក្រម្ដេចក៏ស្ដាប់ពាក្យគេទេបែរជាពោលថាបបិទ្ធស្វាមីប្រពៃណាស់ហើយយើងព្រោះតែមិនបានឲ្យទានពីមុនទៅជាតិនេះយើងក្ររហែមរហាមខ្វះព្រឹកខ្វះល្ងាចយ៉ាងនេះយើងទៅស៊ីឈ្នួលគេយកកម្រៃមកធ្វើផាត់ប្រគេនលោកកំខានទៅដើរទៅរកស៊ីឈ្នួលគេទាំងពីរនាក់ប្តីប្រពន្ធមហាសេដ្ឋីឃើញអ្នកមហាក្រភ្លាមសួរថាអ្នកមហាក្រសម្លាញ់អ្នកមកស៊ីឈ្នួលឬបបិទ្ធលោកមករកស៊ីឈ្នួលអ្នកនឹងធ្វើការអ្វីណោះបរមមហាក្រប្រាប់មហាសេដ្ឋីដោយសម្ដីថាអ្នកតក្រថាលោកឲ្យខ្ញុំធ្វើការអ្វីខ្ញុំនឹងធ្វើការនោះតាមបង្គាប់សេដ្ឋីក៏
ប្រាគេឲ្យយកកំបិតនិងពូថៅមកឲ្យអ្នកមហាក្រដោយពាក្យថាស្អែកនេះយើងប្រគេនចង្ហាន់ភិក្ខុ200អង្គចូលអ្នកពុះអស់ចុះអ្នកក្រចងក្បិនយ៉ាងមាំខ្នះខ្នែងជាបំផុតដាក់កំបិតលើពូថៅដាក់ពូថៅលើកំបិតមកពុះអស់តាមបង្គាប់សេដ្ឋីសួរថាសម្លាញ់ម្ដេចក៏អ្នកខំខ្នះខ្នែងម្លេះថ្ងៃនេះមានហេតុយ៉ាងណាបបិទ្ធលោកថ្ងៃស្អែកខ្ញុំប្រគេនផាត់ដល់ភិក្ខុមួយអង្គដែរសេដ្ឋីគិតថាអូអ្នកមហាក្រនេះមានសទ្ធាមុតមមណាស់តើមិនគិតខ្លួនប្រលំបាកសោះថ្លែងពីភរិយាសេដ្ឋីឃើញប្រពន្ធអ្នកមហាសេដ្ឋីក៏សួរថាម្នាងនាងមកធ្វើការអ្វីចាស់លោកស្រីឲ្យតែមានការខ្ញុំនឹងធ្វើជូនទាំងអស់លោកស្រីក៏បង្គាប់ឲ្យយកចង្អេរនិងអង្រែជាដើមចូលទៅប្រកបការងារក្នុងរោងត្បាល់ក្បឿងនាងនោះមានចិត្តរីករាយជាមហិមាបុកបែនស្ទីរយស្រូវទាំងឡាយហាក់ដូចជាគេរំលោកស្រីសួរថានាងរីករាយខ្លាំងម្ល៉េះមានហេតុយ៉ាងណាណោលោកស្រីខ្ញុំមកធ្វើការឈ្នួលនេះគឺយកកម្រៃទៅចាត់ចែងផាត់ប្រគេនភិក្ខុមួយអង្គក្នុងថ្ងៃស្អែកនេះសេដ្ឋីបានឲ្យអង្គស្រូវសាលី4នាលជាឈ្នួល4នាលទៀតជារង្វាន់នៃសេចក្តីត្រេកអរដល់អ្នកមហាក្រនោះហើយភរិយាសេដ្ឋីបានឲ្យបបពេញទៅដោយទឹកដោះថ្លាមួយភាជនៈពេញទៅដោយទឹកដោះជូរមួយគ្រឿងហឹរមួយអង្គស្រូវសាលីសុទ្ធមួយនាលដល់នាងនោះជុំប្តីប្រពន្ធមានសេចក្តីត្រេកអរជាខ្លាំងលាន់មាត់ថាយើងបានតេយ្យធោហើយទៅចូលកាន់ឥន្ទ្រាលងលក់ស្កប់ស្កល់ក្នុងរាត្រីវេលាព្រឹកព្រៀងក៏ស្ទុះក្រោបមនីឯភរិយាពោលប្រាប់ប្តីថាណែល្មមទៅរកបន្លែមកអ្នកមហាក្រដើររកមើលក្នុងរៀនផ្សារក៏មិនឃើញមានហើយដើរហួសទៅកាន់ឆ្នេរស្ទឹងនោះបេះបន្លែបណ្ដាជ្រៀងបណ្ដាមានព្រាហ្មណ៍អ្នកកំពុងបងសំណាញ់លើសំឡេងជ្រៀងនោះគិតថានេះជាសំឡេងអ្នកមហាក្រទេតាទៅប្រកោកហៅមកសួរថាម្ដេចក៏ជ្រៀងសប្បាយម្លេះមានហេតុអីសំឡាញ់ទេបេះបន្លែទេតាសំឡាញ់បេះធ្វើអីយីព្រឹកនេះខ្ញុំប្រគេនចង្ហាន់លោកមួយអង្គព្រានប្រមងពោលថាអង្គភិក្ខុណាឆាន់បន្លែអ្នកភិក្ខុនោះអស់អាសវៈហើយខ្ញុំបានបន្លែហើយតែនៅខ្វះត្រីឲ្យខ្ញុំធ្វើមកទៀតសម្លាញ់មកដោតត្រីឲ្យខ្ញុំល្មមថ្លៃមួយបាតខ្លះបន្លាស់បាតខ្លះមួយកហបណៈខ្លះអ្នកនគរក៏មកទិញត្រីទាំងត្រណោតយកទៅធ្វើចង្ហាន់កាលអ្នកមហាក្រកំពុងដោតត្រីភិក្ខុចារវេលាក៏មកដល់ហើយពោលប្រាប់ព្រានប្រមងថាសម្លាញ់ល្មមពេលលោកនិមន្តមកហើយព្រានសួរថាត្រណោតត្រីអស់ហើយឬនៅអស់រលីងហើយសម្លាញ់ត្រីឆ្អិន4ខ្ញុំតបទុកក្នុងកំដៅដីខ្សាច់ឯណោះយកចាត់ចែងធ្វើចង្ហាន់ប្រគេនលោកចុះថ្ងៃនោះព្រះសាសនាទ្រង់ប្រមាលមើលនិស័យសត្វក៏បានជាថាអ្នកមហាក្រនិងភរិយាប្រគេនចង្ហាន់ភិក្ខុមួយរូបថ្ងៃនេះបើវាពីតថាគតនឹងឥតបានភិក្ខុឡើយធម្មតាព្រះពុទ្ធទាំងឡាយតែងធ្វើសេចក្តីអនុគ្រោះចំពោះជនក្រព្រោះហេតុនោះទ្រង់ធ្វើសរីរកិច្ចពីព្រឹកដោយព្រះចិន្តាថាតថាគតនឹងធ្វើសេចក្តីសង្គ្រោះដល់អ្នកមហាក្រតែចូលទៅប្រថាប់នៅក្នុងកន្តកតថ្លែងពីអ្នកមហាក្រកំពុងយួរត្រីដើរទៅផ្ទះក៏ក្តៅរំជួលដល់ពិភពនៃសម្ដេចអមរិន្ទ្រាធិរាជស្ដេចក៏ព្រះចិន្តាថាអ្នកមហាក្រនឹងប្រទានចង្ហាន់ដល់ភិក្ខុអង្គណាព្រះសាសនានឹងអនុគ្រោះអ្នកក្រនេះដោយពិតដូច្នេះគួរអញទៅជួយចាត់ចែងហត់ថ្វាយព្រះអង្គទៅខ្លាញ់ភេទដើរមកសុំស៊ីឈ្នួលឲ្យអ្នកមហាក្រដោយអួតថាព្រះអង្គចេះវិជាដាំស្លសពគ្រប់អង្គរកតលតែអ្នកមហាក្រសុខចិត្តទៅអ្នកមហាក្រសួរថាអ្នកចាត់ចែងផាត់មួយពេលយកថ្លៃឈ្នួលប៉ុន្មានព្រះអិនបានអ្នកប្រគេនផាត់ដល់ភិក្ខុខ្ញុំឥតត្រូវការដោយថ្លៃឈ្នួលសូមចែកតែបុណ្យបានហើយអ្នកមហាក្រក៏ឲ្យចូលទៅក្នុងផ្ទះចាត់ចែងផាត់ព្រះអិនប្រាប់ថាល្មមអ្នកទៅទទួលលោកហើយអ្នកចាត់ចែងការបានបញ្ជូនភិក្ខុទាំងឡាយតាមចំនួនក្នុងបញ្ជីឲ្យដល់ម្ចាស់ទានរាល់រូបអ្នកមហាក្រក៏ទៅទទួលភិក្ខុនឹងគេលុះទៅដល់ក៏សួរអ្នកចាត់ចែងថាភិក្ខុអង្គណាដែលត្រូវខ្ញុំអ្នកចាត់ចែងភ្ញាក់ព្រឹតពោលប្រាប់ថាខ្ញុំភ្លេចទៅហើយអ្នកមហាក្រលើពាក្យនោះភ្លាមហាក់ដូចគេពួយលំពេងមានមុខដ៏មុតចំពោះបាយ
ក៏យំរៀបរាប់ថាអ្នកបបួលខ្ញុំឲ្យប្រគេនចង្ហាន់ដល់ភិក្ខុមួយអង្គពីម្សិលមិញខ្ញុំទៅស៊ីឈ្នួលគេទាំងប្តីប្រពន្ធព្រឹកមិញដើរទៅរកបន្លែឆ្នេរស្ទឹងទៀតសូមអ្នកឲ្យភិក្ខុមួយអង្គដល់ខ្ញុំពងខានមនុស្សទាំងឡាយសួរថាអ្នកមហាក្រមានរឿងយ៉ាងម៉េចទើបជម្រាបគេតាមសេចក្តីនោះមនុស្សទាំងនោះក៏សួរបញ្ជាក់អ្នកចាត់ចែងទៀតអ្នកចាត់ចែងក៏ពោលថាពិតមែនពួកមនុស្សពោលថាអ្នកធ្វើកម្មធ្ងន់ណាស់ជាអ្នកចាត់ចែងភិក្ខុត្រូវឲ្យភិក្ខុមួយអង្គដល់អ្នកមហាក្រកុំខានអ្នកចាត់ចែងមានសេចក្តីអៀនខ្មាស់ជាពលិកក៏ពោលថាអ្នកមហាក្រសម្លាញ់កុំឲ្យខ្ញុំវិនិច្ឆ័យព្រោះខ្ញុំប្រឆឹងមនុស្សទាំងឡាយក៏នាំភិក្ខុទៅផ្ទះអស់ទៅហើយដូច្នេះសម្លាញ់ទៅវត្តពោលទូលព្រះសាសនាថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គជាអ្នកក្រសូមទ្រង់ធ្វើសេចក្តីអនុគ្រោះដល់ខ្ញុំព្រះអង្គបើបុណ្យសម្លាញ់មានគង់តែបានព្រោះព្រះអង្គឥតទាន់ទទួលនិមន្តអ្នកណាទេអ្នកមហាក្របានរត់យ៉ាងលឿនសំដៅទៅវត្តឥស្សរជនមានស្ដេចនិងស្ដេចកំឡោះក៏ពោលចំអកថាអ្នកមហាក្រផតកាលមិនទាន់ដល់ដោយពិតហេតុអ្វីបានជាអ្នកបង្ខំមកអ្នកមហាក្រពោលតបថាខ្ញុំដឹងហើយថាផតមិនទាន់ដល់ទេតែខ្ញុំមកថ្វាយបង្គំព្រះសាសនាទេហើយក៏ឈរផ្អែកក្បាលលើធរណីកន្តកុដថ្វាយបង្គំដោយគោរពពោលថាបបិទ្ធព្រះអង្គដ៏ចម្រើនក្នុងនគរនេះឥតមាននរណាក្រជាងខ្ញុំព្រះអង្គទេសូមទ្រង់ជាទីពឹងរបស់ខ្ញុំព្រះអង្គសូមទ្រង់ធ្វើសេចក្តីអនុគ្រោះដល់ខ្ញុំព្រះអង្គព្រះសាសនាស្ដេចបើកទ្វារកុដហើយប្រទានបាតឲ្យអ្នកមហាក្រនោះហាក់ដូចជាបានសោយហិចជាស្ដេចចក្រពត្តិឥស្សរជនទាំងឡាយក៏រមិលមើលមុខគ្នាទៅវិញទៅមកគ្មានអ្នកណាមួយហ៊ានដណ្ដើមយកបានដែលព្រះសាសនាប្រទានឲ្យអ្នកមហាក្រនោះឡើយឥស្សរជនទាំងនោះក៏ពោលលួងលោមអ្នកមហាក្រថាហើយអ្នកមហាក្រចូលអ្នកឲ្យបានព្រះសាសនាខ្ញុំនឹងឲ្យទ្រព្យដល់អ្នកប៉ុណ្ណេះសម្លាញ់ជាអ្នកក្រគួរទទួលយកទ្រព្យទៅវាគ្មានប្រយោជន៍ដោយបានទេអ្នកមហាក្រពោលថាទេមិនឲ្យដាច់ខាតហើយព្រោះខ្ញុំឥតត្រូវការទ្រព្យទេត្រូវការតែថ្វាយចង្ហាន់ដល់ព្រះសាសនាប៉ុណ្ណោះឥស្សរជនទាំងអស់គ្នានឹកអស់សង្ឃឹមថានឹងបានព្រះសាសនាក៏ត្រឡប់ទៅផ្ទះវិញនៅតែព្រះជាមួយអង្គគត់ដោយទ្រង់គិតថាអ្នកមហាក្រទុកជាអញលួងលោមដោយទ្រព្យក៏នៅតែមិនព្រមឲ្យរឿងនេះពិតជាគ្មាននរណាមួយហ៊ានទទួលយកបានដែលព្រះសាសនាប្រទានដល់ព្រះអង្គឡើយចាំមើលតយធម៌អ្នកមហាក្រនេះយ៉ាងម៉េចទៅអញនឹងនាំព្រះសាសនាទៅដំណាក់ក្នុងកាលដែលអ្នកមហាក្រប្រទានតយធម៌ហើយនឹងប្រគេនអាហារដែលនាយវិសេសចាត់ចែងដល់ព្រះអង្គទើបស្ដេចយាងទៅជាមួយនឹងព្រះសាសនាដែររីឯសកទេវរាជចាត់ចែងវត្ថុទាំងឡាយមានបបរបាយនិងបន្លែរួចហើយក៏រៀបចំអាសនៈដ៏សមគួរដល់ព្រះសាសនាហើយនៅអង្គុយចាំអ្នកមហាក្រនិមន្តព្រះអង្គទៅដល់ផ្ទះក៏ទូលថាសូមព្រះអង្គស្ដេចយាងចូលគួរឲ្យអស្ចារ្យណាស់ផ្ទះគាត់ទៀតបើអ្នកណាមិនអាចចូលទៅបានទេតែធម្មតាព្រះពុទ្ធទាំងឡាយព្រះអង្គមិនដាអោនហើយទើបយាងចូលឡើយក្នុងពេលដែលព្រះអង្គយាងចូលទៅមហាប្រតិពីស្រុតចុះទៅក្រោយផ្ទះអណ្ដែតឡើងទៅលើនេះជាផលដែលព្រះពុទ្ធគ្រប់ព្រះអង្គបានកសាងពីពុព្វជាតិព្រះសាសនាស្ដេចយាងចូលទៅគង់លើអាសនៈដែលសកទេវរាជក្រាបថ្វាយព្រះអង្គគង់ភ្លាមព្រះរាជាចង់បានបាបក៏ពោលប្រាប់អ្នកមហាក្រថាសូមមេត្តារងចាំតន្តាប់ភាគបន្តដែលជាភាគបញ្ចប់សូមអរគុណ